ក៏សូមគោរពគ្នាជូនទៅដល់ឯកឧត្តមមេបញ្ជាការព្រមទាំងមេបញ្ជាការរងនិងនាយទាហានពលទាហាននៃបញ្ជាការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្មហើយក៏សូមផ្ញើជូនដល់បងដែលជាកងកម្លាំងឈរជើងនៅបន្ទាត់ព្រំដែនក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាចាសូមអរគុណ